ជំសួងបងតាលើយកមើលឲ្យបានចូលស្តុកទៀតហើយមានថ្មហើយនឹងដុំ RGB សម្រាប់បញ្ជាទៅលើភ្លើង LED នេះហើយសម្រាប់ភ្លើង LED នេះគឺយើងអាចបញ្ជាបានច្រើនពណ៌ឥឡូវយើងមកមើលបងប្អូនគ្នាចឹងមួយដុំនេះគឺ5ម៉ែត្រក្នុងមួយដុំមាន5ម៉ែត្រហើយសម្រាប់ភ្លើង LED នេះគឺវាចន្លោះគ្នាតូចវាគៀកគ្នាមែនតើវាអត់មានឆ្ងាយពីគ្នាវាគៀកគ្នាចឹងសម្រាប់ភ្លើងរបស់វាគឺប្រើ5វ៉ុលយើងប្រើភ្លើងទាបយើងអត់ប្រើភ្លើងខ្ពស់ទេហើយសម្រាប់ដុំបញ្ជាភ្លើងរបស់វាគឺយើងប្រើចន្លោះពី5វ៉ុលទៅដល់24វ៉ុល support បាន5វ៉ុលដល់24វ៉ុលតែជាក់ស្ដែងគឺភ្លើងយើងគឺប្រើតែ5វ៉ុលទេអញ្ចឹងយើងដាក់ភ្លើង5វ៉ុលប្រើយើងប្រើដុំទម្លាក់តង់ចុងប្រើ5វ៉ុលទៅដើម្បីឲ្យស៊ីភ្លើងតិចហើយសម្រាប់ថ្មនេះដែរគឺថ្ម LG 3400មីលីអាំពែសម្រាប់ថ្មនេះដែរគឺអីវ៉ាន់មកទឹកទេអញ្ចឹងអីវ៉ាន់មកទឹកនេះគឺនៅស្អាតគឺគេបានរៀបរួចដល់ហើយអញ្ចឹងគេតេស្តអីហើយអស់ហើយបានគេដាក់លក់ឲ្យយើងប្រើអញ្ចឹងប្រភេទថ្ម Zin ថ្មរបស់ LG តែឥឡូវយើងវាស់តង់ចុងទាំងអស់គ្នាថាវាបានប៉ុន្មានវ៉ុលក្នុងមួយគ្រាប់អញ្ចឹងវាបាន 3.9 វ៉ុលវា74វ៉ុលដែរអញ្ចឹងបើវាពេញវាអាចឡើងដល់4វ៉ុលអញ្ចឹងប្រភេទថ្ម LG នេះគឺគុណភាពល្អកាន់ភ្លើងបានយូរប្រភេទនេះគឺថ្ម Zin ចេញមកពីក្រុមហ៊ុនផ្ទាល់អញ្ចឹងយើងអាចមើលបានអញ្ចឹង LG ប្រភេទថ្ម Zin អីវ៉ាន់មកទឹកមែនតែអីវ៉ាន់មកទឹកបែបគុណភាពកាន់ភ្លើងបានយូរហើយអាំពែវាក៏ខ្ពស់ដែរវា3000អាំពែ3400មីលីអាំពែធ្ងន់ក្រាស់អញ្ចឹងបើបងត្រូវការអាចតាក់ទងបានអញ្ចឹងឥឡូវយើងមកតេស្តជាមួយនឹងភ្លើងរបស់យើងភ្លើងនេះឥឡូវយើងប្រើជាមួយនឹងភ្លើង210វ៉ុលតម្លាក់មកសល់5វ៉ុលយើងប្រើជាមួយដុំ LED នេះអញ្ចឹងសម្រាប់បញ្ជានេះគឺយើងអាចប្រើភ្លើងធំក៏បានតែជាក់ស្ដែងគឺអំពូលរបស់យើងគឺយើងប្រើតែ5វ៉ុលទេយើងប្រើតង់ចុងទៀតកុំឲ្យអស់ភ្លើងច្រើនពេកឥឡូវយើងដោតទៅឥឡូវដើរហើយយើងប្រើភ្លើងតែ5វ៉ុលទេពីភ្លើងរបស់យើង4វ៉ុលជាងឬ5វ៉ុលហ្នឹងហើយ5វ៉ុលអានេះគឺទេលេសម្រាប់ជាហើយសម្រាប់ដុំនេះដែរគឺ5ម៉ែត្រក្នុងមួយដុំមកវាឥឡូវជានេះយើងដាក់អូតូអានេះគឺវាញាក់តាមភ្លេងវាលឺសលេងឯងវាចាប់អានេះវាមាន function 2 3ច្រើនអញ្ចឹងវាមានសម្រាប់តេលេរបស់វានេះពណ៌សខំគឺបៃតងអីនេះបន្ថយហើយតម្លាក់លឺអីហ្នឹងឯងនេះ speak របស់វាអញ្ចឹងពូល LED យើងមានប៉ុណ្្នឹងឯងហើយបងទៅកាយអាចទៅបានថ្មហើយនឹងមួយឈុតរបស់វា LED មានដុំជាមួយនឹងតេលេរបស់វាណាបងទៅកាយអាចទៅបាន